សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះមកបង្រៀនបងប្អូនពីរបៀបធ្វើប្រេងដូងចាសម្រាប់លាបលើសក់ក៏បានលាបសង្វារក៏បានដែរបងប្អូននេះសារតែខ្ញុំពោះធំអញ្ចឹងខ្ញុំឡើងសង្វារអញ្ចឹងខ្ញុំក៏ធ្វើប្រេងដូងអញ្ចឹងខ្ញុំក៏ថតឲ្យបងប្អូនមើលចាពីរបៀបធ្វើប្រេងដូងទឹកក្តៅបងប្អូនមិនមែនប្រេងដូងត្រជាក់យើងយកសម្រាប់ទៅលាបសង្វារយើងលាបសក់និយាយទៅត្រូវបានដូចគ្នាបងប្អូនគ្រាន់តែមួយរបៀបធ្វើបែបត្រជាក់មួយទៀតធ្វើបែបក្តៅចាតែខ្ញុំធ្វើគឺប្រេងដូងបែបក្តៅចាជាដំបូងបងប្អូនត្រូវជ្រើសរើសដូងទុំដែលមានគេហៅកាពីនក្នុងបងប្អូនដែលវាដុះចង់ចេញជាដើមណាបងប្អូនជ្រើសប្រភេទដូងបែបហ្នឹងគឺប្រេងច្រើនមែនតើបងប្អូនចានេះខ្ញុំធ្វើចំនួន2ផ្លែបងប្អូនកោសឲ្យស្អាតមកហើយយើងយកមកច្បាច់យកទឹកបងប្អូនយើងលាយដាក់ទឹកតិចតិចហើយយើងច្បាច់វាឲ្យវាអស់ជាតិប្រេងបងប្អូនជាតិខ្ទិះវាហ្នឹងណានឹងឲ្យយើងច្បាច់វារហូតបងប្អូនមានកសែងបងប្អូនដាក់ដូចខ្ញុំមកហើយច្បាច់វារហូតចឹងណាដំបូងយើងធ្វើចឹងមកចាខ្ញុំដាក់វីដេអូរៀងញាប់តិចបងប្អូនដោយសារតែរបៀបធ្វើវាយូរមែនតែនអញ្ចឹងកុំឲ្យសាំភ្នែកបងប្អូនមើលចឹងណាហ្នឹងហើយគឺយើងព្យាយាមប្រើកម្លាំងច្បាច់វាដើម្បីយកជាតិខ្ទិះវាអស់ចាបន្ទាប់ពីយើងច្បាច់អាដើមបានខ្លះហើយយើងដាក់អាកាកយើងនឹងមកហើយយើងច្បាច់យកលាយទឹកមកបងប្អូនហើយយើងច្បាច់អាកាកដែលយើងបានច្បាច់យកខ្ទិះដើមដំបូងណាហ្នឹងហើយយើងដាក់ទឹកទៀតមកហើយយើងច្បាច់វាលាយជាមួយទឹកនឹងឲ្យទៅមកឲ្យបានច្រើនដងបងប្អូនដើម្បីឲ្យជាតិខ្ទិះដូងយើងហ្នឹងវាចេញអាប្រេងហ្នឹងឲ្យអស់ពីកាកចឹងណាបងប្អូនហើយសូមយើងស្រង់កាកវាតាមក្រោយឥឡូវយើងចាប់ផ្ដើមស្រង់កាកវាម្ដងតិចមកបងប្អូនយើងពូតទឹកវាអស់ហើយយើងទុកកាកបោះចោលទៅបងប្អូនយើងពូតតែប៉ុណ្ណឹងបានហើយកុំឲ្យទឹកច្រើនពេកពេលយើងរងាស់វាយូរអស់តែភ្លើងដែលវាអត់បានជាតិប្រេងអញ្ចឹងណាបងប្អូនកាកដែលយើងពូតហើយយើងចោលវាទៅចាតបមកយើងដួសវាអស់ចឹងមកហើយយើងចាក់ចូលអាខ្ទិះដើមដែលយើងបានពូតបានមុនណាបងប្អូនតែយើងយកកត្រងយើងត្រងផងដើម្បីកុំឲ្យកាកយើងវាចូលទៅក្នុងអាខ្ទិះដើមចាបងប្អូនបន្ទាប់មកយើងយកកសែងរបស់យើងហ្នឹងយើងដាក់ទ្រាប់មកជាន់ទៀតហើយបានយើងចាក់ចូលខ្ទិះហ่าបងប្អូនយើងរងាស់វាកុំឲ្យមានកាកអញ្ចឹងអាចខ្លោចជាប់ខ្ទះអញ្ចឹងណាបងប្អូននេះយើងចាក់មកបងប្អូនឃើញនៅជាប់នឹងកសែងគឺជាតិកាកជាតិខ្មៅអាក្រក់មើលមែនតើបងប្អូនក៏ក្រិចហ្មងអញ្ចឹងយើងត្រូវត្រងវាអញ្ចឹងដើម្បីបានខ្ទិះស្អាតអញ្ចឹងណាចាឥឡូវវាចាប់ផ្ដើមពុះហើយបងប្អូនរងាស់វាចោលតាមបើនិយាយ2ម៉ោងបងប្អូនគឺយើងកំណត់អត់បានទេគឺយើងរងាស់តតែវាខាស់អស់តាមប្រេងដូងដែលបងប្អូនធ្វើបងប្អូនឃើញវាឡើងជាតិប្រេងនេះបងប្អូនខ្ញុំថតដំណាក់កាលដែលវាឡើងជាតិប្រេងឲ្យបងប្អូនឃើញនេះពេលវាចិត្តអស់គឺវាឡើងថ្លាអញ្ចឹងមានន័យថាវាបានប្រេងហើយចានេះជាប្រេងដែលយើងទទួលបានដូង2ផ្លែគឺបានតិចមែនតែនបងប្អូនចានេះពេលយើងរងាស់អស់ជាតិទឹកវាឡើងប្រេងបែបនេះបងប្អូនហើយយើងយកកឡស្អាតមួយមកយើងដាក់កត្រងយើងហើយយើងដាក់กระดาษជូតមាត់មកស្លឹកមកដើម្បីកុំឲ្យមានជាតិកាកចូលក្នុងកឡរបស់យើងណាទុកបានរាប់កែរាប់ឆ្នាំមកបងប្អូនចា
ចាបងប្អូនវីដេអូធ្វើប្រេងដូងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការចូលមើលចាសូមកុំភ្លេចចុច like និងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗប្លែកៗជារៀងរាល់ថ្ងៃអរគុណជម្រាបលា